Some đại châu Hun Sen banประกาศแบบนี้ដាក់ចំទៅខាងភាគីផ្ទះលេខ 2 ឬក៏ភាគីខាងប្រទេសថៃសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានប្រកាសបែបនេះនៅលើសារភេកផ្ទាល់ខ្លួនរបស់គាត់ដាក់ចំពីរឿងព្រំដែនដែលខាងថៃគាត់បង្កើតដោយតែខ្លួនឯងជំនាន់2008បាទជំរាបសួរប្រិយមិត្តបងប្អូនថ្នាក់មានព័ត៌មានថ្មីថ្នាក់មានអាប់ដេតព័ត៌មានពីព័ត៌មានពងតែផ្ទុះរគុះរកើរវាងកម្ពុជានិងថៃហើយនៅក្នុងនេះគឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានផុសសារបែបនេះដាក់ចំទៅខាងប្រទេសថៃហើយនៅក្នុងហ្នឹងក៏ខាងសម្ដេចតេជោហ៊ុនសែនគាត់ក៏បានលើកឡើងបែបនេះដែរបងប្អូនកម្ពុជានឹងបន្តប្រើប្រាស់ផែនទីបន្សល់ទុកពីអាណានិគមបារាំងនិងប្រមានទៅភាគីចំនួនដែលចង់ប្រើផែនទីចោលឆ្នាំ2008បំពេញអធិបតេយ្យកម្ពុជាបងប្អូនហើយដឹងហើយជំនាន់2008 2009 2010ហ្នឹងគឺខាងថៃគឺគ្រប់គ្រងប្រាសាទព្រះវិហារក៏នោះគឺផ្ទុះអាវុធបញ្ញគ្នាទៅហើយខ្លាំងតែប៉ុន្តែលើកនេះគឺសម្ដេចតេជោហ៊ុនសែនក៏គាត់បានប្រកាសដែរហើយនឹងខាងសម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏គាត់បានប្រកាសដែរថាលើកនេះគឺមិនចង់ផ្ទុះអាវុធទេគឺប្តឹងទៅខាងថ្នាក់លើហ្មងបងប្អូនដើម្បីឲ្យជួយដំណោះស្រាយពីប្រទេសថៃចង់បានដីខ្មែរខ្លាំងតែនដល់ហើយបងប្អូននេះលើកនេះលេងមែនតែនហើយនៅក្នុងហ្នឹងក៏សម្ដេចបវរធិបតីហ៊ុនម៉ាណែតគាត់បានផុសសារបែបនេះណាក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេសថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នៅរបាយការណ៍ពីសហភាពការជាក់ស្ដែងនៅព្រំដែនកម្ពុជាថៃដោយខ្ញុំបានបញ្ជាក់រួចហើយកម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យុទ្ធកាលបច្ចេកទេសនិងច្បាប់អន្តរជាតិជាគោលក្នុងន័យនេះខ្ញុំបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជារៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាព្រំដែននិងបន្តការវាស់វែងការងារវាស់វែងបងប្អូនលើកនេះមិនមែនលំទេខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរត្រៀមដាក់ចូលក្នុងរបៀបវិរៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការបញ្ជាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្ដងដោយសារតែក្នុងពេលថ្មីនេះស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនៅចលនាជាតិនិយមក្នុងប្រទេសទាំងពីរដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខខ្ញុំសង្ឃឹមថាភាគីទាំងពីរនឹងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់ការវិវាទតំបន់ស៊ើបទាំងនេះក៏ដូចជាបន្តការងារវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធីផ្នែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិសូមបញ្ជាក់សារជាថ្មីម្ដងទៀតថាបើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយុទ្ធនាការបច្ចេកទេសនិងច្បាប់អន្តរជាតិក៏ដោយក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមច្បាប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ពនេះគឺជាសាររបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតគាត់បានលើកឡើងលើเพจផ្ទាល់របស់គាត់ថ្មីនេះហើយនេះគឺជាសាររឿងខាងប្រទេសថៃនឹងបងប្អូនដឹងហើយគឺខាងថៃការកិច្ចប្រជុំទល់មុខគ្នាមួយថ្មីនេះគឺខាងថៃគេយល់ព្រមនៅលក្ខខណ្ឌរបស់ខ្មែរយ៉ាងទេបងប្អូនគេថាទឹកដីប្រាសាទតាមាន់និងតាមាន់តូចតាមាន់ធំហ្នឹងគឺនៅតែជាទឹកដីរបស់គេដដែលគេយល់ព្រមទេប៉ុន្តែឥឡូវនេះគឺខាងសម្ដេចបវរធិបតីគាត់បានដាក់ពាក្យបណ្ដឹងហើយខាងតុលាការអន្តរជាតិអ្នកចាត់ចែងមើលជាមួយខាងថៃដើម្បីទៅមកដេកភ័យឬយ៉ាងណាដឹងតែត្រៀមបងប្អូនខាងថៃជាមួយលោកគ្នានេះហើយតែមានតែព័ត៌មានប៉ុន្តែចែកជូនបងប្អូនកុំភ្លេចចុច Subscribe នៅមួយផងស្អាតដឹងនៅព័ត៌មានថ្មីពី Channel កៃឡាប់ដេតគុណខ្មែរចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃ